ជំរាបសួរក៏ដូចជាសួស្តីអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាស្វាគមន៍មកកាន់ Study Buddy ដោយដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងនៅក្នុងវីដេអូមួយនេះគឺយើងនឹងធ្វើតាក់ទងជាមួយនឹង Module 2 បន្តទៀតហើយហើយដល់ថ្ងៃហ្នឹងគឺយើងផ្ដោតទៅលើ apostrophe s អូខេចង់ដឹងថា apostrophe s ហ្នឹងវាគឺជាអីគេវាគឺជា is ឬក៏វាគឺជា has អញ្ចឹងថ្ងៃហ្នឹងគឺយើងនឹងសិក្សាទៅលើវាថាតើវាស្អីគេឲ្យប្រកបជាមួយនឹង some adjective ហើយនឹង noun បានន័យថាគុណនាមជាមួយនឹងនាមមួយចំនួនអូខេចឹងថ្ងៃហ្នឹងគឺយើងនឹងមើលទៅលើរឿងអស់ហ្នឹងហើយបញ្ជាក់អ្នកទាំងអស់គ្នាដែរថា Study Buddy យើងមានថ្នាក់រៀនភាសាអង់គ្លេសពេលល្ងាចពីម៉ោង5កន្លះដល់ម៉ោង6កន្លះកម្រិត Elementary បើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់រៀនភាសាអង់គ្លេស Complete ឆានមកកាន់ Study Buddy អូខេតោះឥឡូវកុំឲ្យខាត់ពេលយូរយើងចូលមកកាន់លំហាត់របស់យើងតែម្ដងអូខេដោយអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគេថាម៉េចគេថា in the paragraph below បានន័យថាក្នុងកថាខណ្ឌខាងក្រោមហ្នឹង apostrophe s is missing 9 times 9 ដងបានន័យថាវាបាត់9ដង write apostrophe s in the correct places អញ្ចឹងគេឲ្យយើងទៅសេអាហ្នឹងឲ្យនៅកន្លែងដែលត្រឹមត្រូវមួយហ្នឹងគឺគេទៅសេឲ្យយើងហើយនេះដោយអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងចុះនៅសល់8ដងទៀតអញ្ចឹងយើងអានអត្ថបទហ្នឹងទាំងអស់គ្នាអូខេអញ្ចឹងគេថាម៉េច My friend Steve got a fantastic life ជីវិតដែលអស្ចារ្យមួយដែលល្អមួយអូខេ He only 21អញ្ចឹង he only កន្លែងនេះគួរតែមាន apostrophe s ហើយកន្លែងហ្នឹងណាអូខេអញ្ចឹង apostrophe s អញ្ចឹងខ្ញុំសុំបដូរប៊ិចបន្តិចទៅណា apostrophe s អូខេ but he's got a great job អញ្ចឹង he's got ហ្នឹងកន្លែងហ្នឹងក៏ apostrophe s ដែរអូខេបានតែគាត់មានការងារល្អមួយ he a professional footballer បានន័យថាអ្នកបាល់ទាត់អាជីពអញ្ចឹង he កន្លែងហ្នឹងក៏ត្រូវមាន apostrophe s មួយដែរអូខេឥឡូវយើងដាក់សិនកន្លែងណាដែលយើងអាចដាក់បានយើងដាក់សិនណា and he got lots of money អញ្ចឹង got កន្លែងហ្នឹងគឺត្រូវមាន apostrophe s ដែរអូខេ he got a new car apostrophe s ដាក់សិនមក two it's a porch នេះឡានម៉ាក់ porch ណាអញ្ចឹង it ហ្នឹងគឺ apostrophe s ដែរព្រោះវាអត់មាន verb ផងកន្លែងហ្នឹង it white and it got everything even a CD player អញ្ចឹង white កន្លែងហ្នឹង it កន្លែងហ្នឹងគឺ apostrophe s it កន្លែងនេះគឺ apostrophe s អញ្ចឹងសិតតែ apostrophe s ទាំងអស់សំណួរសួរថាតើមួយណាជា is មួយណាជា has អញ្ចឹងយើងមកមើល he only 21អានេះគឺគេនិយាយពីអាយុបើសិនជា21ឆ្នាំអញ្ចឹងយើងអត់អាចនិយាយថាគាត់មាន21ឆ្នាំទេត្រូវអត់អញ្ចឹងកន្លែងហ្នឹង number 2យើងដាក់ is ណា is បានន័យថា he is only 21 but he has got a great job កន្លែងហ្នឹងបកថាមានបានន័យការងារដែលអស្ចារ្យមួយណាអញ្ចឹង number 3 គឺ has he has got a great job he's a professional footballer បានន័យថាជាអ្នកទាត់បាល់អាជីពគាត់គឺជាកីឡាករទាត់បាល់អាជីពអញ្ចឹងកីឡាករគឺជាកីឡាករមិនមែនមានកីឡាករទេអញ្ចឹង he is a professional footballer ដល់ពេល got lots of money លុយច្រើនអញ្ចឹងមានលុយច្រើនណាអញ្ចឹងបើមានយើងប្រើ has he has got lots of money and number 6 he's got a new car too បានន័យថាមានឡានដែរឡានថ្មីមួយដែរអូខេ number 6 has and number 7 it's a Porsche បានន័យថាឡានហ្នឹងគឺ model ឬក៏ម៉ាកយីហោគឺ Porsche ណាអញ្ចឹងឡានហ្នឹងគឺ Porsche is it's white ឡានហ្នឹងគឺពណ៌សអញ្ចឹងយើងប្រើ is ដូចគ្នាយើងអត់អាចនិយាយថាមានពណ៌សទេណាឡានពណ៌សមិនមែនឡានមានពណ៌សទេអូខេ it's got everything បានន័យថាវាមានគ្រប់យ៉ាងអានេះទៅប្រើ has អូខេអញ្ចឹង is ហើយនឹង has គឺបែបហ្នឹងឥឡូវយើងចូលមកកាន់ adjective ជាមួយនឹង noun ទាំងអស់គ្នា
đôi để này đọc này bàn khơi hình chẳng adjective haiនឹង noun សូម្បីតែក្នុងហ្នឹងក៏គេដាក់ adjective មុនដែរមានន័យថា adjective គឺបូកជាមួយនឹង noun យើងទៅសេថាម៉េច adjectives go before nouns បានន័យថាវានៅពីមុខឬក៏មុននាមណា like a comfortable car បានន័យថា comfortable គឺជាគុណនាមគឺជា adjective car គឺជានាមគឺជា noun អូខេយើងអត់និយាយថា a car comfortable ទេណា a comfortable car do not change adjective អត់មានផ្លាស់ប្ដូរទេអត់មាន time as អត់មាន time es អត់មាន change y ទៅ ies អីទេណា do not use an បានន័យថាបើសិនជាពីរអីហ្នឹងយើងបាច់ an ទេ like a large red hat បានន័យថាមួកក្រហមធំមួយយើងបាច់និយាយថា an large an red អីចឹងទេណាបាច់ an ច្រើនពេកទេអូខេចឹងយើងមកមើលលំហាត់ទី6ទាំងអស់គ្នាគេថាម៉េចលំហាត់ទី6គេថា put the adjective in the correct place in the sentences គេឲ្យយើងដាក់គុណនាមហ្នឹងឲ្យត្រូវទីតាំងដែលត្រឹមត្រូវនៅក្នុងប្រយោគខាងក្រោមអូខេចឹងពី A រហូតដល់ H ណា A រហូតដល់ H ចឹងគេឧទាហរណ៍អក្សរ A មួយឯងគេថាMark has got a car it's a BMW ចឹងគេឲ្យ adjective គឺ German បានន័យថាជនជាតិអាល្លឺម៉ង់ប៉ុន្តែបើសិនជាយើងនិយាយពីឡានបានន័យថាឡានអាល្លឺម៉ង់ណាឡានមកពីប្រទេសអាល្លឺម៉ង់អូខេតោះចឹង letter B your dog has got eyes បានន័យសត្វឆ្កែរបស់អ្នកមានភ្នែកអីគេ beautiful ស្អាតអញ្ចឹងភ្នែកដែលស្អាតណាអញ្ចឹងយើងត្រូវចាំថា adjective គឺត្រូវតែនៅពីមុនឬក៏ before noun អញ្ចឹងយើងត្រូវសរសេរថា your dog has got beautiful eyes ណាហេតុអីដោយសារតែយើង follow the rule adjective គឺនៅមុននាមណា number 3 we've got 2 cats at home បានន័យថាយើងមានសត្វឆ្មា2ក្បាលនៅឯផ្ទះអញ្ចឹងគេដាក់ពាក្យ black ពណ៌ខ្មៅអញ្ចឹងឆ្មាហ្នឹងឆ្មាពណ៌ខ្មៅអញ្ចឹង two black cats ណា we've got 2 black cats at home អូខេចុះ letter D I've got a computer game Crash 5អានេះគឺជាឈ្មោះ computer game ទេ fantastic អស្ចារ្យណាអស្ចារ្យបានន័យថាខ្ញុំមាន game computer ដែលអស្ចារ្យមួយដែលល្អមួយណាអញ្ចឹង I've got a fantastic computer game អីគេ Crash 5 sorry man 4 ណា5 okay and letter E my friend Al is a musician គឺតន្ត្រីករអ្នកដែលចូលចិត្តលេងតន្ត្រីអ្នកដែលចេះឬក៏ជំនាញខាងតន្ត្រី professional បានន័យថាអ្នកដែលប៉ាកែហ្មងជា pro ជាអាជីពហ្មងអូខេតោះអញ្ចឹង my friend Al is a professional musician ណា musician គាត់គឺជាតន្ត្រីករដែលអាជីpomម្នាក់អូខេ letter F Lauren Bacall is my actress គឺជាអ្នកសម្ដែងស្រីរបស់ខ្ញុំហើយគេដាក់ពាក្យ favorite បានន័យថាយើងចូលចិត្តណាបានន័យថាអូ Lauren ហ្នឹងគឺជាអ្នកសម្ដែងដែលខ្ញុំចូលចិត្តបំផុតចូលចិត្តណាបាច់បំផុតទេ my favorite អូខេអញ្ចឹង Lauren Bacall is my favorite actress គឺជាអ្នកសម្ដែងស្រីដែលខ្ញុំចូលចិត្តឬក៏លក្ខណៈថាជាអ្នកសម្ដែងដែលខ្ញុំចូលចិត្តម្នាក់អញ្ចឹងណា favorite របស់យើងអញ្ចឹងហ្នឹងហើយ letter G my sister's got a mobile phone ហើយគេបាក់ពាក្យថា new ថ្មីអញ្ចឹងបានន័យថាមានទូរស័ព្ទថ្មីណាអញ្ចឹងយើងទៅសេមក my sister's got a new mobile phone okay a new
mobile phone and last one Golgi is a dog ហើយគេដាក់ពាក្យ friendly អញ្ចឹងបានន័យថា Golgi គឺជាសត្វសុនខឬក៏សត្វឆ្កែដែលរស់រាយបានន័យថាវារាក់ទាក់គេឯងអញ្ចឹងឃើញគេបក់កតុយអីលេងជាមួយគេអត់កាចអត់អីអញ្ចឹងទៅណា Golgi is a friendly dogs អូខេអញ្ចឹងសរុបមកវិញគឺយើងមានតែប៉ុណ្្នឹងណាតកតងជាមួយនឹង adjective plus noun តកតងជាមួយនឹង apostrophe is ឬក៏ has អូខេអញ្ចឹងបញ្ជាក់អ្នកទាំងអស់គ្នាដែរថា study buddy យើងមានថ្នាក់រៀនភាសាអង់គ្លេសពេលល្ងាចបើសិនជាអ្នកទាំងអស់គ្នាចង់រៀនពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះយើងរៀនក្នុងកម្រិត elementary ហើយយើងផ្ដោតសំខាន់ទៅលើការប្រើប្រាស់ភាសាអង់គ្លេសបើសិនជាអ្នកទាំងអស់គ្នាចង់មានបំណងចង់ពង្រឹងភាសាអង់គ្លេសមិនដឹងថាអូខ្ញុំចង់និយាយអង់គ្លេសអត់ដឹងនិយាយនៅណាអូខេអ្នកទាំងអស់គ្នាអាចសាកល្បងរៀនជាមួយ study buddy បានអូខេតោះតែយើងរៀនទើបយើងអាចប្រើប្រាស់បានព្រោះយើងរៀនក្នុងគោលបំណងប្រើប្រាស់មិនមែនរៀនដើម្បីកប់ទុកចោលអីអត់ទេណាភាសារៀនតើតែប្រើទៅចេះអូខេអញ្ចឹង that's all for today thank you so much for watching this video everyone and we will see each other in the next video ជួបគ្នានៅវីដេអូក្រោយ bye bye